បាទជំរាបសួរពុកម៉ែបងប្អូនឥឡូវនេះខ្ញុំបាទមានវត្តមាននៅឯរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំបាទដែលជាកន្លែងមួយប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេសតែងតែមកលេងយ៉ាងច្រើនកកកអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបាទអញ្ចឹងទេថ្ងៃនេះយើងឃើញថាអ្នកដែលរៀបចំបាទគឺគាត់កំពុងតែញាប់ដៃញាប់ជើងមែនតែនដើម្បីធ្វើយ៉ាងណាឲ្យទាន់នៅថ្ងៃប្រពៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររបស់យើងដែលនឹងចូលមកដល់នៅវេលាម៉ោង 4:48 នាទីទៀបភ្លឺថ្ងៃទី 14 បាទដោយព្រះនាងគោរគៈទេវីដែលជាបុត្រីទី 2 នៃកបិលមហាព្រហ្មបាទនឹងយាងចុះមកជាទេវតាឆ្នាំថ្មីនៅក្នុងឆ្នាំ 2025 យើងនេះបាទអញ្ចឹងទេសូមពុកម៉ែបងប្អូនមកផ្ដិតរូបភាពនិងមកទស្សនាការរៀបចំមហាសង្ក្រាន្តឆ្នាំថ្មីនៅវត្តភ្នំទាំងអស់គ្នាបាទអញ្ចឹងយើងដឹងថានៅវត្តភ្នំនេះគឺជាកន្លែងមួយដែលមានការរៀបចំសកម្មភាពជាច្រើនបាទគឺមានកម្មវិធីជាច្រើនមែនទែនប្រមូលផ្ដុំនៅវត្តភ្នំដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រហើយក៏ជាបេះដូងនៃរាជធានីភ្នំពេញផងដែរនោះគឺជាឆ្នាំតំណាងឆ្នាំទាំង 12 បាទសម្រាប់ឆ្នាំនីមួយៗអញ្ចឹងខាងនេះគឺឆ្នាំទាំង 12 គឺពិតជាមានការតុបតែងស្អាតមែនតែនបាទអញ្ចឹងទីនេះគឺវត្តភ្នំពុកម៉ែបងប្អូនបើចង់ឃើញសកម្មភាពផ្សេងសូមអញ្ជើញមកវត្តភ្នំទាំងអស់គ្នាបាទហើយខាងនោះវិញគឺសួស្តីសង្ក្រាន្តវត្តភ្នំបាទអញ្ចឹងពុកម៉ែបងប្អូនអាចមកផ្ដិតរូបភាពមកថតលេងបានបាទហើយខាងនេះវិញគឺមានការដេគ័រមួកហើយនឹងមានអង្រុតជាដើមបាទអញ្ចឹងកន្លែងដែលយើងអាចថតរូបសម្រាប់ឆ្នាំថ្មីគឺមានច្រើនកន្លែងហើយយើងងាកមកមើលខាងនេះគឺខ្លោងទ្វារធំបាទខ្លោងទ្វារធំចូលទៅសម្រាប់ដែលយើងលេងសកម្មភាពផ្សេងបាទអញ្ចឹងដូចពុកម៉ែបងប្អូនបានឃើញបាទគឺមានការតុបតែងចងជាខ្សែជាអីគឺស្អាតមែនទែនបាទពុកម៉ែបងប្អូនឃើញទេបាទការរំដួលតំណាងជាតិរបស់យើងបាទគឺស្អាតមែនទែនវត្តភ្នំវប្បធម៌ប្រវត្តិសាស្ត្របាទអញ្ចឹងគឺយើងគ្រាន់តែកលេចឃើញគឺដឹងថាជាវប្បធម៌របស់ខ្មែរយើងហើយមានអង្រុតមានល្អីបាទមានឈ្នៀងមានផ្ការំដួលហើយអ្វីដែលយើងមិនចោលនោះបាទគឺមួកត្នោតបាទមួកត្នោតហើយនឹងផលិតក៏ធ្វើអំពីត្នោតដែរបាទហើយខាងនេះគឺមានការតុបតែងដូចជាបំពង់ទឹកត្នោតមានអង្រុតមានអីចឹងទៅបាទហើយមានមួកអីចឹងទៅហើយខាងនេះគឺមានការរៀបចំផ្សេងទៀតពុកម៉ែបងប្អូនបានឃើញហើយផ្ការំដួលបាទកំពុងតែហាលបាទសុំតិចមកបាទគឺស្អាតមែនតើផ្ការំដួលបាទហើយជាយកទៅតុបតែងធ្វើជាភ្លើងអញ្ចឹងទេគឺយើងឃើញផ្ការំដួលនេះគឺស្អាតបាទពុកម៉ែបងនិយាយដដែលរំដួលរបស់យើងគឺស្អាតមែនតើបាទអញ្ចឹងដូចពុកម៉ែបងប្អូនបានឃើញសកម្មភាពនិងទីតាំងផ្សេងរួចហើយគឺយើងមានកន្លែងសម្រាប់លេងកន្លែងសម្រាប់ថតច្រើនអញ្ចឹងទេប៉ុន្តែនៅថ្ងៃនេះគឺការរៀបចំមិនទាន់ចប់សពគ្រប់ទេយើងសង្ឃឹមថាពេលដែលរៀបចំរួចរាល់គឺសម្រស់នៃវត្តភ្នំរបស់យើងសម្រាប់អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររបស់យើងនឹងកាន់តែស្អាតទៀតបាទហើយក៏សូមអំពាវនាវក៏ដូចជាជំរាបជូនពុកម៉ែបងប្អូននៅទូទាំងប្រទេសបាទសូមមកលេងនៅវត្តភ្នំឲ្យបានច្រើនដូចឆ្នាំមុនទៀតបាទសូមអរគុណបាទសូមជម្រាបលា